ณะពេលនេះដែរផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវបរាជ័យជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនដោយយោងតាមការចុះផ្សាយនៃបណ្ដាញផ្សាយព័ត៌មាននៃចក្រភពអង់គ្លេស LBC UK បានចុះផ្សាយនៅថ្ងៃទី2ខែមេសាឆ្នាំ2025នេះហើយចំពោះសេចក្តីប្រកាសព័ត៌មាននេះគឺធ្វើឡើងចេញពីវិមានក្រុងឡាំងបើគេមើលទៅផែនការសន្តិភាពរបស់លោកដូណាល់ត្រាំនេះកំពុងតែជាប់គាំងហើយស្របពេលដែលប្រធានាធិបតីរបស់អាមេរិកគឺលោកដូណាល់ត្រាំក៏ទទួលស្គាល់ថាលោកកំពុងតែដើរនៅលើផ្លូវដ៏លំបាកបំផុតដែលលោកដូណាល់ត្រាំបានបញ្ជាក់ថាប្រធានាធិបតីរុស្ស៊ី Vladimir Putin នេះដាក់លក្ខខណ្ឌមិនចេះឈប់ឈរហើយលក្ខខណ្ឌរបស់លោក Putin ធ្វើឲ្យជាប់គាំងដំណើរការសន្តិភាពរបស់គាត់ដែលមិនអាចអនុវត្តបាននៅបទឈប់បាញ់គ្នារវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនដែលលក្ខខណ្ឌរបស់លោក Putin ចុងក្រោយធ្ងន់បំផុតនោះគឺត្រូវបានរាយការណ៍មកថាមេដឹកនាំនៃវិមានក្រុងឡាំងរូបនេះបានទាមទារឲ្យមានការបោះឆ្នោតជាបន្ទាន់នៅលើទឹកដីនៃប្រទេសអ៊ុយក្រែនដើម្បីបញ្ចប់អំណាចប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលត្រូវបានប្រជាជនអ៊ុយក្រែនចាត់ទុកថាជាវីរៈជននៃសង្គ្រាមប្រឆាំងនឹងមហាអំណាចរុស្ស៊ីដែលកំពុងតែបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសអ៊ុយក្រែនដែលមានរយៈពេលជាង3ឆ្នាំមកនេះដែលលោក Putin ហៅលោក Zelensky ថាជាមេដឹកនាំខុសច្បាប់ជាមេដឹកនាំដែលខុសច្បាប់ដែលលោកមិនឲ្យគណៈប្រតិភូរបស់លោកចរចាផ្ទាល់ជាមួយនឹងអ៊ុយក្រែននោះទេដែលលោកស្នើឲ្យមានរដ្ឋបាលបណ្ដោះអាសន្នចេញពីអង្គការសហប្រជាជាតិចំពោះលោកត្រាំដែលខឹងសម្បាខ្លាំងចំពោះវិមានក្រុងឡាំងដោយបានដាក់លក្ខខណ្ឌបន្ថែមទៀតដោយប្រតិកម្មទៅនឹងលោក Vladimir Putin លោក Donald Trump បានគម្រាមថាលោកនឹងបន្ថែមទណ្ឌកម្មបន្ថែមទៀតទៅលើទីក្រុងមូស្គូនៅក្នុងដំណាក់កាលទី2នេះបើយោងតាមសេចក្តីប្រកាសរបស់វិមានក្រុងឡាំងគឺបានបញ្ជាក់ថាគ្មានបទឈប់បាញ់គ្នាអាចធ្វើបានទេនៅពេលនេះគឺនៅពេលដែលលោក Volodymyr Zelensky នៅតែក្លាយទៅជាប្រធានាធិបតីរបស់អ៊ុយក្រែនហើយវិមានក្រុងឡាំងបានប្រមានថារុស្ស៊ីនឹងមិនអាចយល់ស្របបានដាច់ខាតនៅផែនការសន្តិភាពរបស់លោក Donald Trump នៅពេលនេះបើសិនជាផែនការសន្តិភាពនេះមិនដោះស្រាយអំពីឫសគល់នៃការបង្កឲ្យមានសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនជាមួយនឹងភាពស្របច្បាប់របស់អាជ្ញាធរនៃប្រទេសអ៊ុយក្រែនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Volodymyr Zelensky បច្ចុប្បន្ននេះហើយវាមានក្រុងឡាំងបានប្រកាសថាផែនការសន្តិភាពរបស់លោក Donald Trump ដែលស្នើឲ្យមានបទឈប់បាញ់គ្នាគឺនៅខណៈនេះមិនអាចធ្វើឡើងបាននោះទេហើយថានេះជាការបង្កើតឲ្យមានបរិយាកាសភ័ន្តច្រឡំតែប៉ុណ្ណោះដែលការពិតការដោះស្រាយឬគល់នៃវិបត្តិសង្គ្រាមរបស់អ៊ុយក្រែននេះវាត្រូវតែស្វែងរកឲ្យឃើញថាតើមូលហេតុអ្វីដែលបង្កឲ្យមានសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែននេះហើយចំពោះមេដឹកនាំបច្ចុប្បន្ននេះគួរតែបន្តអាណត្តិរបស់ខ្លួនដែរឬទេវាមានក្រុងឡាំងតែងតែរំលឹកម្ដងហើយម្ដងទៀតថាលោក Volodymyr Zelensky តាមពិតលោកផុតអាណត្តិរបស់លោកតាំងពីខែឧសភាក្នុងឆ្នាំ2024ហើយលោកក្លាយទៅជាប្រធានាធិបតីនៅបច្ចុប្បន្ននេះដោយមិនបានឆ្លងកាត់ការបោះឆ្នោតនោះទេហើយជាការរំលោភរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែនថែមទៀតហើយលើពីនេះទៅទៀតនោះការដែលវិមានក្រុងឡាំងបានប្រកាសដូចនេះតាមរយៈអនុរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួននោះគឺលោក Sergei Ryabkov លោកបានបញ្ជាក់ថាចំពោះការទាមទាររបស់រុស្ស៊ីដែលបានលើកឡើងទាំងអស់នេះគួរតែត្រូវបានយកទៅដាក់លើតុចរចាហើយត្រូវរកឲ្យឃើញនៅដំណោះស្រាយជាមុនសិនរកឲ្យឃើញនៅឫសគល់ដែលបង្កឲ្យមានចំនួននេះជាមុនសិនទើបយើងឈានទៅដល់ការអនុវត្តបទឈប់បាញ់គ្នារួមនឹងផែនការសន្តិភាពរបស់លោក Donald Trump អនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីរូបនេះក៏បានបញ្ជាក់បន្ថែមទៀតថាចំពោះដំណោះស្រាយដែលលើកឡើងដោយសហរដ្ឋអាមេរិកគឺមានភាពមិនច្បាស់លាស់នោះទេគឺសម្រាប់រុស្ស៊ីនៅពេលនេះមិនអាចទទួលយកបាននោះទេក្រោយពីវិមានក្រុងឡាំងបានប្រកាសដូចនេះប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump លោកបានប្រកាសថាលោកនឹងបន្ថែមទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ីដែលរុស្ស៊ីបញ្ចេញសេចក្តីប្រកាសព័ត៌មានតាមរយៈអ្នកនាំពាក្យនៃវិមានក្រុងឡាំងលោក Dmitry Peskov គឺបានលើកឡើងថាសហរដ្ឋនិងប្រទេសរុស្ស៊ីនៅតែបន្តទំនាក់ទំនងល្អជាមួយនឹងគ្នានៅឡើយនោះទេបើទោះបីជាលោក Donald Trump កំពុងតែប្រតិកម្មជាមួយនឹងប្រទេសរុស្ស៊ីក៏ដោយនោះអ្នកនាំពាក្យវិមានក្រុងឡាំងរូបនេះបាននិយាយថាទំនាក់ទំនងរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកគឺកំពុងតែស្ថិតនៅក្នុងផ្លូវមួយដ៏ល្អនោះទេប៉ុន្តែរុស្ស៊ីចង់ប្រាប់ទៅសហរដ្ឋអាមេរិកថា
ការទៀមទារបស់រុស្ស៊ីមិនមែនជាការទៀមទាដ៏ធ្ងន់ធ្ងរពេកនោះទេកាលពីសប្តាហ៍មុនលោកវ្លាឌីមៀពូទីនបានស្នើជាចំហទៅកាន់អង្គការសហប្រជាជាតិថាប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះគួរតែមានរដ្ឋាភិបាលអន្តរកាលមួយដែលស្ថិតនៅក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិដើម្បីគ្រប់គ្រងទៅលើរដ្ឋអំណាចនៃប្រទេសអ៊ុយក្រែនជំនួសឲ្យរដ្ឋអំណាចបច្ចុប្បន្ននេះរបស់លោក Volodymyr Zelensky ប៉ុន្តែចំពោះការទាមទាររបស់លោក Vladimir Putin គឺត្រូវបានទាត់ចោលភ្លាមៗទាំងលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូកូតឺរ៉េសលោកបានអះអាងថារដ្ឋាភិបាលបច្ចុប្បន្នរបស់អ៊ុយក្រែនរដ្ឋាភិបាលរបស់លោក Volodymyr Zelensky នេះមិនមែនជារដ្ឋាភិបាលខុសច្បាប់នោះទេហើយលោកបានបញ្ជាក់បន្ថែមទៀតថារដ្ឋាភិបាលនេះកើតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវគឺនៅមុនសង្គ្រាមផ្ទុះឡើងការបោះឆ្នោតតាំងពីឆ្នាំ2019លោកអង់តូនីញ៉ូកូតឺរ៉េសលោកបានទាមទារថាដំណោះស្រាយគួរតែមាននៅក្នុងពេលបច្ចុប្បន្ននេះដោយមិនរងចាំថាត្រូវមានរដ្ឋាភិបាលថ្មីនៅលើទឹកដីនៃប្រទេសអ៊ុយក្រែននោះទេហើយសូមបញ្ជាក់បន្ថែមទៀតថាសភានៃប្រទេសអ៊ុយក្រែនបានបោះឆ្នោតឲ្យលោក Volodymyr Zelensky បន្តដឹកនាំប្រទេសនៅក្នុងអន្តរកាលនេះបន្តទៅទៀតគឺធ្វើរហូតទាល់តែមានសន្តិភាពឡើងវិញនៅពេលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនត្រូវបិទបញ្ចប់ប៉ុន្តែស្ថិតនៅក្នុងអន្តរកាលនេះរដ្ឋាភិបាលប្រធានាធិបតីនៃប្រទេសរុស្ស៊ីលោក Vladimir Putin លោកចាត់ទុកថាបើទោះបីជាមានការអនុម័តពីរដ្ឋសភាក៏ដោយនោះក៏ព្រោះតែមិនបានធ្វើការកែប្រែឡើងវិញនៅរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ុយក្រែននោះទេចំពោះការដាក់លក្ខខណ្ឌរបស់លោក Vladimir Putin នេះដែលធ្វើឡើងជាដដែលដែលទាមទារឲ្យលោក Volodymyr Zelensky ចុះចេញពីតំណែងឬក៏បញ្ឈប់រដ្ឋាភិបាលរបស់លោក Zelensky នៅពេលនេះដើម្បីឲ្យមានការបោះឆ្នោតឡើងវិញចំពោះអ្នកសង្កេតការណ៍គឺមើលឃើញថាអ្វីដែលលោក Vladimir Putin ត្រូវការនេះគឺលោក Putin មិនចង់បញ្ជូនគណៈប្រតិភូរបស់លោកទៅអង្គុយតុចរចាជាមួយនឹងគណៈប្រតិភូរបស់លោក Zelensky នោះទេបើទោះបីជានៅក្រោមហេតុផលថាលោក Zelensky មិនឆ្លងកាត់ការបោះឆ្នោតឡើងវិញក៏ដោយនោះតែបើជាការពិតគឺគេដឹងថាលោក Vladimir Putin កំពុងតែអូសក្រឡាក្នុងការដើរដើម្បីអូសពេលវេលារបស់ខ្លួនបន្តទៅមុខទៀតតែប៉ុណ្ណោះស្របពេលដែលកងទ័ពរបស់រុស្ស៊ីកំពុងតែមានព្រៀបខ្លាំងជាងកងទ័ពរបស់អ៊ុយក្រែននៅលើសមរភូមិជួរមុខនៅខណៈពេលនេះការបង្កើនការវាយលុករបស់កងទ័ពរុស្ស៊ីនៅសមរភូមិជួរមុខពង្រីកបានទីតាំងឈរជើងបើទោះបីជាក្នុងល្បឿនមួយដ៏យឺតដោយសារតែការវាយបកវិញរបស់កងទ័ពអ៊ុយក្រែនវិញក៏ដោយនោះក៏កងទ័ពរបស់រុស្ស៊ីបង្កើនការវាយលុកខ្លាំងហើយបើទោះបីជាមានការបាត់បង់ទ័ពរបស់រុស្ស៊ីយ៉ាងសម្បើមក៏ដោយនៅក្នុងសមរភូមិជួរមុខមេដឹកនាំនៃប្រទេសអឺរ៉ុបបានប្រកាសឲ្យថាល្បែងសង្គ្រាមរបស់លោក Vladimir Putin ដែលអូសផែនការសន្តិភាពរបស់លោកដូណាល់ត្រាំទៅមុខទៀតដោយមិនព្រមអនុវត្តនោះធ្វើឲ្យបត់ឈប់បាញ់គ្នាដែលជាសំណើរបស់សហរដ្ឋអាមេរិកត្រូវជាប់គាំងគឺគ្មានអ្វីដែលក្រៅពីលោក Putin កំពុងតែសម្លឹងទៅរកជ័យជំនះរបស់គាត់ជាមួយនឹងការវាយយកដែនដីកាន់តែច្រើនបន្ថែមទៀតពីដៃរបស់កងទ័ពអ៊ុយក្រែនតំបន់សមរភូមិជួរមុខដែលរុស្ស៊ីចាប់យកបាននៅលើទឹកដីរបស់អ៊ុយក្រែននេះគឺភាគច្រើននៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែននិងភាគខាងត្បូងនៃតំបន់សាប៉ូរីស៊ីយ៉ាដែលសភារបស់រុស្ស៊ីបានអនុម័តនៅដែនដីតំបន់ភាគខាងកើតនិងភាគខាងត្បូងចូលទៅក្នុងដែនដីរបស់រុស្ស៊ីកាលពីចុងឆ្នាំ2022